各位同学们，大家好！欢迎大家来到李老师的韩语课堂。小公司上的社同学们看他比赛真不容易的。老师好久没有给你们发视频了，老师都接看片尾的我给人有没难 ？OK， 好，那今天的话不多说，我们进入我们的新课吧。แล้วយើងអត់ចេះច្រើនទេចូលទៅកាន់មេរៀនថ្មីរបស់យើងទៅ我们上节课已经讲完了第8课了，是不是？អញ្ចឹងពីលើកមុនយើងរៀនមេរៀនទី8ចប់ហើយ那今天呢，老师带大家一起去学习我们的第9课。好，那同学们可以跟老师一起读一下第9课。OK， ចឹងឥឡូវយើងមកបន្តមេរៀនទី9របស់យើងអញ្ចឹងគ្នាយើងអានតាមលំsưតិចមក题太多我没做完题太多我没做完那我们来翻译一下这个句子是什么意思呢题比如说我们考试的时候ឧទាហរណ៍តាមពេលដែលយើងប្រឡង老师会出老师នឹងចេញគេខ្លះ第一题第二题第三题អីចឹងទៅOK， អញ្ចឹងមិញ老师ថាមិញ老师ថា第一题、第二题、第三题是不是？好，那第一题是什么意思呢？比如说我们考试的时候出的第一题អញ្ចឹងបានន័យថានៅពេលដែលយើងប្រឡងនេះចំណុចដែលគេចេញនៅចំណុចលេខ1ចំណុចលេខ2ចំណុចលេខ3អញ្ចឹងទៅអញ្ចឹងចំណុចហ្នឹងគឺភាសាចិនគេនិយាយថា题គេហៅ题អញ្ចឹង题មកពីអីគ្នាយើង问题是不是问题យ៉ាងប្រែថាសំណួរអញ្ចឹងសំណួរហ្នឹងក៏វាជា题ដែរក៏ជាចំណុចមួយដែរអញ្ចឹងចំណុចដល់ទៅពេលដែលយើងប្រឡងមានអីគេចំណុចឆ្លើយសំណួរចំណុចកំណត់ត្រូវឬខុសចំណុចគូរំវងចំណុចពេញចន្លោះចាហ្នឹងគឺគេហៅ题បើសិនជាពេលពេញមកគេនិយាយថា考试题考试题អញ្ចឹង考试យ៉ាងណាមក考试យ៉ាងប្រែថាប្រឡងពេល考试题មកន័យថាចំណុចប្រឡងមែនទេOK， 这题太多，只是题很多很多。这题太多了，没ทำไมចំណុចច្រើនខ្លាំងណាស់ឬក៏ច្រើនចំណុចណាស់ច្រើនចំណុចពេកហើយ我没做完我没做完មកន័យថាម៉េចខ្ញុំធ្វើមិនហើយទេឬក៏ខ្ញុំធ្វើមិនរួចទេចឹងវាបានយ៉ាងប្រែថាហើយឬក៏រួចចឹងទៅ题太多我没做完这一个ยังไงនិយាយថា考试题太多了我没有做完我没有做完好，这ចំណងជើងមេរៀនទី9របស់យើងប្រើแบบហ្នឹង那同学们来看一下我们今天要学的生词ឥឡូវយើងមកមើលពាក្យថ្មីរបស់យើងទៅរៀនថ្ងៃហ្នឹងទៅ好，那同学们跟老师一起读一下生词一个词我们读2遍អញ្ចឹងមកពេលយើងអានចំនួន2ដង第一个上班上班唱歌唱歌对错对错问题问题第一第一跳舞跳舞អត់អានថោណាដោយសារមានគ្នាយើងមួយចំនួនគាត់អានថោយើងអានថោយើងអាន跳 T E O 跳แบบนั้น跳好ចឹង第一个词上班上班យ៉ាងប្រែថាម៉េចយ៉ាងប្រែចូលធ្វើការមានឬក៏ធ្វើការ比如说老师问你们你在哪上班你在哪上班你什么时候上班តើអ្នកធ្វើការនៅណាអ្នកចូលធ្វើការម៉ោងម៉ានអញ្ចឹងពាក្យ上班的反义词ប្រៀបដូចពាក្យ上班ពេលគេហៅ下班是不是下班很好下班យ៉ាងប្រែថាចេញពីធ្វើការ下班យ៉ាងប្រែថាចេញពីធ្វើការអញ្ចឹង上班ចូលធ្វើការឬក៏ធ្វើការ下班យ៉ាងប្រែថាចេញពីធ្វើការអូខេមួយទៀត唱歌唱歌ចឹងពាក្យឆាំងនេះយ៉ាងប្រែច្រៀងដល់ពេល歌យ៉ាងប្រែថាចម្រៀងមានដល់ពេលឆាំង歌មកថាច្រៀងចម្រៀងចាពាក្យនេះមិនមែនពាក្យជាមួយគ្នាគឺពាក្យយើងបែងចែកដាច់ចេញពីគ្នាពាក្យឆាំងផ្សេងពាក្យ歌ទៅផ្សេងឧទាហរណ៍ថាเราនិយាយថាខ្ញុំច្រៀងចម្រៀងមួយបទ我唱一首歌我唱一首歌这样别手OK你们写一下老师写ở cái gì手这边手នេះបានន័យថាបទអត់ថាចម្រៀងមួយបទ一首歌ចម្រៀងមួយបទ一首歌អូខេ这边唱歌បានន័យថាច្រៀងចម្រៀងមួយទៀត对错对错对យ៉ាងប្រែថាត្រូវ错យ៉ាងប្រែថាខុសដល់ពេល对错បានថាខុសត្រូវ对非常好对错យ៉ាងប្រែថាខុសត្រូវ第4个别第4问题问题我们刚刚说过了没呢这我们ยังใหญ่หรือใหญ่比问题อย่างแปลថាសំណួរ比如说你们有问题的时候你们可以问老师អញ្ចឹងដល់តែគ្នាយើងមានសំណួរអញ្ចឹងគឺយើងអាចសួរ老师បានអញ្ចឹងដល់ពេល问题យ៉ាងប្រែថាសំណួរដល់ពេលសួរយើងលុបពាក្យ题ចេញមកយើងគាត់និយាយថា问问题បានន័យថាសួរសំណួរ
好，下一个词啊，lớp biểu mùi tiết hình nhấn第一 ban này tháng tí mùi đó ta 第一个人啊，một đầu tí mùi đó ta đó ta第一名啊จำนวนถ่ายมวยที่มีที่เอามีจังเตอที่ทีจำนวนปีจังเตอจะเป็นที่มันท่าที่มันได้ยังจะยังที่เจียวเข้ามาทำไม่เรียนที่ปรับบัวเราไปที่เข้าไม่เรียนที่หมู่จะเป็นห่างไกลเป็นที่ที่ห่างไกลไว้นั่นคือโบยจมูกนั่งโบยจมูกนั่งขนาดเราซื้อสมเสษสออมนี่มันมาเรื่องซื้อตำแหน่งขนาดแล้วก็ไอ้กระต่ายจังเตอok mùi tiếtคือเที่ยวมาในถารอมเที่ยวอย่างไรถารอม ok แล้วยังไม่ประโยคขังกลาง同学们来看一下下面的解释第一个词上班上班比如说你看这个女人她在哪上班呢chính dương bơm này thấy các thằng rồi nè mấy con nóng office mình nói在办公室上班chính dương bơm taประโยคนี้คือเกณฑ์ JPA他在上班是不是他在上班มันจะก๊อดកំពុង在มันจะកំពុងก๊อดកំពុងធ្វើការ下一个这个我们要去哪呢他们要去哪呢เพราะកំពុងទៅណាឃើញទេកំពុងតែទៅ上班是不是去上班គាត់កំពុងតែទៅធ្វើការឬក៏យ៉ាងអាចបញ្ចាំងឲ្យវិញទៅគាត់ចេញធ្វើការ我下班了ខ្ញុំចេញធ្វើការហើយចឹងទៅអូខេ好下一个第二个词唱歌อย่างไรท่าច្រៀងចម្រៀងមែនច្រៀងចម្រៀងឧទាហរណ៍ថា他在做什么呢老师问你们呢他在做什么他在唱歌是不是他在唱歌这里写的是喜欢唱歌那老师问你们喜欢唱歌吗你们喜欢唱歌吗老师យើងចូលចិត្តច្រៀងចម្រៀងអត់有的同学回答老师老师我喜欢也有的同学他跟老师说老师我不太喜欢唱歌那你们唱歌的时候你们唱得好听吗这种背的人ច្រៀង不如唱得好不好听唱得好听是不是只有老师唱得不太好听 OK 好的下一个他们在唱歌他们在唱歌不过កំពុងតែច្រៀងចម្រៀង那唱歌的人唱歌最厉害的人我们叫什么អញ្ចឹងអ្នកដែលបកកែខាងច្រៀងដែលខ្មែរយើងប្រែថាតារាចម្រៀងភាសាចិននិយាយថាម៉េច歌什么有人知道吗歌这个词你们会读吗歌手对非常好歌手歌ยังแปลថាចម្រៀងដល់ពេល手ยังแปลថាដៃតែ歌手មិនមែនថាដៃចម្រៀងទេណាបានន័យថាយើងបកកែខាងចម្រៀងในខ្មែរយើងប្រែថាតារាចម្រៀងហ្នឹងឯងអញ្ចឹងពាក្យ手នេះគឺអាចសំដៅទៅលើមនុស្សបានពាក្យ手យើងប្រែថាដៃមែនតែវាសំដៅទៅលើមនុស្សបានจะเป็น歌手ยังแปลថាតារាចម្រៀង好看下一个第三个对错是不是对错来看一下这个符号这样你们是应该没得给好一个看见对是不是对了对了对 OK 那这个呢是什么符号是什么符号这样是应该给你们是应该给看见快没拿来快来不是这样子错错好来看一下是这个词怎么读呢同学们有人知道吗可以讲给你不会那老师告诉你们我们读非读非第一声非是非对错是非对错这边是非对错ไม่ท่าข้อหรือត្រូវ非ไม่ท่ามาเปลี่ยน不是不是对是不是对还是是不是错បានណាត្រៃខាងចឹងនេះយើងចាពេល非ไม่ท่า不ពេល是不มาท่า是不是是不是对错ตาเป็นข้อหรือត្រូវจะเปลี่ยน是非对错đóมาในทางข้อหรือត្រូវដែលយើងឧទាហរណ៍តែយើងធ្វើលំហាត់យើងប្រឡងអញ្ចឹងเราซื้อដាក់ចំណុចនឹងមកเราซื้อដាក់ចំណុចនឹងមកអញ្ចឹងเราซื้อនិយាយថា是非对错ឲ្យគ្នាចង់បានន័យថាចង់ឲ្យគ្នាយើងកំណត់ខុសឬក៏ត្រូវអញ្ចឹងថា A 然后老师说了什么什么什么的អញ្ចឹងเราซื้อនិយាយថាគេអញ្ចឹងទៅអញ្ចឹងเราซื้อអញ្ចឹងគ្នាយើងគ្រាន់តែកំណត់មកខុសឬត្រូវយើងគ្រាន់តែមកឧទាហរណ៍ត្រូវ对到靠错这样的是非对错嘛靠หรือត្រូវ靠หรือត្រូវ OK 下一个目的看见没有爱没有对错爱没有对错爱
ai mấy ở tôi chua mà này thằng mày được nhỉ ai mà này thằng đây là lan thì có snai ha mày là mấy ở tôi chua mình miên khó trâu tí那这句话是什么意思呢比如mà này thằng mấy cái gì ai mấy ở tôi chua mà này thà snai ha mình miên nên càng khó trâu tí chứ mình hỏi 比如说你们比如说你去爱上一个人但是你觉得自己是错的为什么我也爱他呢rồi ta khi giới sửa lại là cái này nhất khi dân mình làm làខ្ញុំខុសហាក់តែបានជាខ្ញុំស្រឡាញ់អ្នកហ្នឹងតាមពិតទៅគឺពាក្យហ្នឹងគេចង់បានអីចឹងai没有对错បានថាស្នេហាមិនមានខុសត្រូវយើងស្រឡាញ់អ្នកគេអាហ្នឹងជាសិទ្ធិរបស់យើងទេមែនអត់这是我们的权利ជាសិទ្ធិរបស់យើងឯងចំណែករបស់យើងឯងមែនអត់អូខេ没有对错ai没有对错បានន័យថាស្នេហាមិនមានខុសត្រូវទេ你爱一个人就爱你爱谁就爱谁យើងស្រឡាញ់អ្នកគេគឺអ្នកហ្នឹងយើងស្រឡាញ់អ្នកគេគឺស្រឡាញ់អ្នកហ្នឹងឯងវាមានខុសត្រូវទេគ្នាយើង好的下一个这里老师不说了我们看第四个词有没有第4คือ问题问题也摆它什么多没有问题OK 这个叫什么呢 OK 是不是 OK 是不是好的没问题มาบ้าอดមានបញ្ហាទេអូខេខ្ញុំអាចធ្វើរឿងហ្នឹងបាន好的没问题ឬក៏好的没有问题对吧没事没问题มาថាបានអត់មានបញ្ហាទេ交给我吧交给我来做吧តោះឲ្យខ្ញុំជាអ្នកធ្វើ交给我来做吧交给我来做吧តោះឲ្យខ្ញុំជាអ្នកធ្វើ没问题我保证肯定会做好ខ្ញុំធានាថាប្រកាសជាធ្វើបានល្អ好下一个他什么呢他在想是不是他在想那他在想的时候比如说你们学这个句子的话他可以កំពុងរៀនប្រយោគមួយហ្នឹង然后你在想这个句子是什么意思呢ប្រយោគមួយនេះបានន័យថាម៉េច那就说明什么呢ចឹងវាបង្ហាញពីអីនៅពេលយើងគិតដល់ហ្នឹងបានន័យថាយើង是不是在想问题是不是在想问题កំពុងតែរងនឹកសំណួរ是这个句子我不会你可以给我讲一遍吗老师ប្រយោគនេះខ្ញុំអត់សូវច្បាស់អាចប្រយោគខ្ញុំទិញបានអត់អូខេចឹងនេះចឹងនិយាយថា他在想问题គាត់កំពុងតែរកនឹកសំណួរ他在想问题怎么问老师郭说老师បែបមិនចឹងទៅអូខេ下一个第一老师经常说第一个第二个第三个是不是第一篇课文第二篇课文是不是第二个第一个对话យ៉ាង第二个对话ចឹងទៅចឹងពីទី1ភាគច្រើនខាងក្រៅគឺជា量词គឺជាខ្នាតរបស់ឯកតាអ្វីមួយតោះថាគាត់រត់他跑步然后他在前面是不是他在最前面គាត់នៅមុខគេបង然后这个是第2然后这个是第3第4第5第6是在后面ចឹងទី6គាត់នៅខាងក្រៅគេបងចឹងមិនថាគាត់ឈ្នះហើយមែនគាត់ទទួលបានលេខ1ហើយចឹងពាក្យលេខ1យើងរកលេខ1ក្នុងថ្នាលេខ1នៅក្នុងការប្រកួតអីចឹងទៅចឹងភាសាចិនគេនិយាយថាម៉េច来看一下跑步第一名跑步第一名មកន័យថារត់មកថាគាត់រត់នេះគាត់ការប្រកួតការរត់របស់គាត់នេះទី1名ទទួលបានលេខ1អញ្ចឹងយើងនៅរៀនពាក្យមួយគឺពាក្យទទួលបានគឺពាក្យ得我跑步得了第一名មកន័យថាខ្ញុំរត់បានលេខ1អញ្ចឹងពាក្យ得មកន័យថាបានទី2升សម្រាប់ទី2គឺយើងទី2升អញ្ចឹងពាក្យតមកថាទទួលបានឬថាយើងប្រឡងទទួលបានលេខ1ឬក៏ខ្ញុំជាសិស្សលេខ1ក្នុងថ្នាក់我是第一名的学生我是第一名的学生ខ្ញុំគឺជាសិស្សលេខ1អញ្ចឹងទៅ我是全班第一名ខ្ញុំគឺជាសិស្សលេខ1នៅក្នុងថ្នាក់ទាំងមូលអញ្ចឹងទី1គឺយើងប្រែអញ្ចឹង得了第一名ទទួលបានចំណាត់ថ្នាក់លេខ1អញ្ចឹងទៅ得យើងប្រែទទួលបានអូខេហ៎下一个អញ្ចឹងមិនយើងនិយាយគឺno one នេះគឺសំដៅទៅលើលេខ1នេះឯងយើងអូខេចឹងឥឡូវយើងមើលបើសិនជាយើងចង់និយាយថាលើកទី1តើលើកទី1ភាសាចិននឹងនិយាយថាម៉េចលើកទី1លើកដងចំនួនចឹងទៅក៏ដល់ថាម្ដង2ដង3ដង我去过一次北京ខ្ញុំធ្លាប់ទៅទីក្រុង北京ម្ដងឬក៏មួយលើកអញ្ចឹងឥឡូវឬក៏ដងភាសាចិននិយាយថាម៉េចគេយើងនិយាយថា次是不是是次我去过一次北京我去过一次中国等等 OK អញ្ចឹងយើងមើលទៅ第一次បានន័យថាលើកទី1这是你们的第一次នេះគឺជាលើកទី1របស់គ្នាយើង我第一次学中文感觉这个觉得中文非常难
ខ្ញុំលើកទី1រៀនភាសាចិនមានអារម្មណ៍ថាឬក៏គិតថាភាសាចិនពិតជាពិបាកខ្លាំងណាស់អញ្ចឹងទៅទី4បានន័យថាលើកទី1第二次លើកទី2អញ្ចឹងទៅអូខេ下一个跳舞យើងប្រែថារាំមែនអត់OK他们在跳舞是不是他们在跳舞好来看一下跳支舞吧跳支舞吧跳支舞是什么意思呢同学们你们这样吧老师给你们布置一个作业แล้วเราsẽ tục chạy cái cáp theo cái của mọi người cái cáp theo chính những con tầm mơ đúng cái dừng là đang ngày ta biết theo支舞 面 tại này thằng mình giống这个男的他跳舞然后这个女的她也在跳舞chứ mình sẽ cái rom mình bón cái rom chứ theo支舞mà miền tại thằng mình theo giờ mày có bé bái nè họ theo支舞mà miền tại này thằng mìnhแล้วยังเราได้ขนาดไหนนะcáiยังเราได้ขนาดไหน老师让你们思考一下这个句子这个词是什么意思呢老师可以ยังกติta biết theo支舞 miền tại này thằng mìnhยังsẽกđấy nó bây giờยังกยังvô biểu hiện mày nắng bạn này đặc biệt nó có những chế bọc này OK 好来看一下这个小女孩你真的看没出来哪点她在学习跳舞是不是她在学习跳舞学习跳舞 bài tập các công riêng rồi OK 非常好那我们的生词老师已经给大家讲完了这边没保证老师不有了可以用对不 OK 好那我们今天的课就到这里结束吧你们回去以后把刚才老师说的作业把它做完chắc là nó bây giờ dừng tụi quấn dừng thôi cái cặp là sự mình chắc cái cặp mình chỉ trao như thế khi dừng con là tụi quấn dừng xây đâu biệt tới được coi dừng mình phải cho mình khi dừng khai mình chừng đuôi này còn đặc biệt theo chú mình này thằng mấy cái OK 然后老师还有一个作业就是你们回去的时候把这些生词然后句子全部都读完你真dừng tụi quấn dừng biết hay là phải vô khỏi dừng OK 好今天的课我们就到这里结束吧我们下个视频见祝各位的 nói 谢谢大家